ផ្កានេះផងដែរគឺយើងធ្វើ3ពណ៌បងប្អូនគឺយើងធ្វើពណ៌ក្រហមនិងពណ៌លឿងហើយនិងពណ៌ការ៉ុតបងប្អូនហ្នឹងហើយឥឡូវនេះគឺយើងចាប់ដើមដំបូងគឺយើងចាប់ដើមពណ៌ក្រហមមុនបងប្អូនពណ៌ក្រហមហ្នឹងមានន័យថាស្ទប់ខ្នងផ្កាឬក៏ស្ទប់ក្រៅបងប្អូនហ្នឹងហើយគឺខ្ញុំធ្វើ3ពណ៌របៀបដាក់ពណ៌ក្រហមស្ទប់ក្រៅនេះផងដែរគឺយើងដាក់ធ្វើម៉េចកុំឲ្យប៉ះធ្នេបងប្អូនណាគឺយើងដាក់ត្រូវទុកធ្នេទុកទាំងលើទាំងក្រោមហ្នឹងបងប្អូនទុកទាំងលើទាំងក្រោមធ្វើដូចខ្ញុំអញ្ចឹងអាក្រោមក៏កុំឲ្យដល់អាលើក៏កុំឲ្យដល់ប៉ុន្តែខ្ញុំសូមបញ្ជាក់ហ្នឹងបងក្រោយហ្នឹងគឺហៅថាស្ទាប់ខ្នងមានន័យថាបត់កន្លែងផ្កាបត់វាឡើងមកវាមានខាងខ្នងតបកខ្នងវាហ្នឹងហើយខាងខ្នងគឺយើងដាក់ពណ៌ក្រហមអញ្ចឹងទាំងអស់ហ្នឹងមកពណ៌ក្រហមនេះផងដែរគឺខ្ញុំប្រើពណ៌ក្រហមដិតហ្នឹងបងពណ៌ក្រហមដិតគឺមើលទៅគឺវាអត់ស្លេកទេគឺវារាងក្រហមបែបកម្ៅបងប្អូនអាចយកពណ៌ក្រហមភ្លឺឬក៏ពណ៌បែបភ្លើងហើយពណ៌ក្លាបក៏បានហ្នឹងបងប្អូនហ្នឹងហើយបងប្អូនយកមកបងប្អូនបតក់ជាមួយនឹងអាទឹកនេះបងប្អូនពណ៌ស្លឹកឈើហ្នឹងបតក់វាទៅមួយតំណក់ឬក៏ពីរតំណក់ទៅវានឹងចេញពណ៌ក្រហមដិតចឹងណាបងប្អូនហ្នឹងហើយតក់វាដាក់ថែមមួយតំណក់ពីរតំណក់ទៅចេញពណ៌ក្រហមដិតទៅបើបងប្អូនមិនចង់ធ្វើចឹងទេបងប្អូនអាចទិញស្រាប់ក៏បានដែរពេលបងប្អូនទិញហ្នឹងបងប្អូនទិញយកអាពណ៌ក្រហមដែលរាងចាស់មកពណ៌ក្រហមចាស់ពេលដែលយើងផាត់ទៅវាចេញមើលទៅសាក់យើងណែនល្អស្អាតហ្នឹងហើយដូចខ្ញុំធ្វើអញ្ចឹងផាត់ហើយក៏ចាប់ជាប់ដែរបងប្អូនចំពោះភ្លើងក៏យើងប្រើដូចគ្នាអញ្ចឹងគឺយើងប្រើដូចជាមួយនឹងពណ៌ស្លឹកឈើអញ្ចឹងគឺយើងប្រើ 7.5 ឬក៏ 8 ចុចក៏បានដែរបើបងប្អូនដៃនៅរាងយឺតទេគឺប្រើភ្លើងតិចទៅបានហើយកាលណាបងប្អូនដៃរាងយឺតបងប្អូនប្រើភ្លើងខ្លាំងអាចនឹងតបៅសាច់ភ្ញៀវហ្នឹងបងប្អូនចឹងទៅយើងប្រើភ្លើងមកល្មមទៅដៃយើងនៅកវិសមិនតាន់លឿនណាបងប្អូនសាក់ដងដំបងហ្នឹងបែមកវិសលឿនខ្ញុំទេធ្វើមួយមកដោយសារខ្ញុំជាងអាជីពចឹងទៅយើងសាក់រៀងលឿនទៅអីទេបងប្អូនទៅដំបងចាប់ផ្ដើមធ្វើវាយឺតកាលណាធ្វើលឿននេះខ្ញុំចឹងគឺអាចនឹងខុសហ្នឹងបងប្អូនអាចនឹងហួសឬក៏អាចនឹងនេះវាអាចនឹងប៉ះដល់ធ្នេកាលណាប៉ះដល់ធ្នេវាខូចសាក់ហើយចឹងទៅធ្វើមួយប្រយ័ត្នមកណាខាងលើខាងក្រោមហ្នឹងកុំឲ្យដល់ហ្នឹងយើងត្រូវទុក space ទាំងលើទាំងក្រោមហ្នឹងហ្នឹងនឹងរបៀបផាត់ផ្កានិយាយទៅឲ្យតែផ្កាប្រភេទដូចខ្ញុំអញ្ចឹងដូចខ្ញុំបងធ្វើអញ្ចឹងគឺធ្វើដូចគ្នាទាំងអស់នឹងហៅផ្កាជប៉ុនហ្នឹងបងតែប្រភេទផ្សេងទៀតអាហ្នឹងចាំខ្ញុំបរៀនប្រភេទផ្សេងទៀតហ្នឹងបងនេះខ្ញុំនិយាយពីប្រភេទផ្កាអញ្ចឹងឯងបើបងប្អូនជួបប្រទេសផ្កាដូចខ្ញុំហ្នឹងធ្វើដូចខ្ញុំទៅគឺអត់ខុសទេហ្នឹងហើយអ្នកផាត់ពណ៌ក្រហមគឺវាងាយស្រួលជាងពណ៌ផ្សេងតែយើងត្រូវផាត់ឲ្យណែនដែរពណ៌ក្រហមនឹងបើវារឿងស្រួលផាត់មែនតែបើយើងផាត់រឿងណែនហ្នឹងពណ៌ក្រហមដិតហ្នឹងគឺវាចូលលឿនធ្វើដូចខ្ញុំចឹងមកអូខេឥឡូវនេះការងារពណ៌ក្រហមដិតហ្នឹងគឺយើងធ្វើចប់ហើយបងប្អូនឥឡូវនេះគឺយើងចូលមកជាដំបូងគឺយើងប្រើពណ៌ការ៉ុតសិនបងប្អូនហ្នឹងគឺយើងចូលដល់ពណ៌ការ៉ុតសម្រាប់ការវាយពណ៌ហ្នឹងផងដែរគឺយើងប្រើពណ៌ដិតមុនបងប្អូនណាយើងដេញពីដិតបន្ទាប់មកយើងទៅជាពណ៌ស្រាលយើងអាចធ្វើពីស្រាលទៅដិតទេហ្នឹងឯងសម្រាប់ការបដិញពណ៌ហ្នឹងគេហៅការបដិញពណ៌គឺយើងធ្វើពីដិតទៅស្រាលឧទាហរណ៍ថាសាក់ហ្នឹងបដិញពីការ៉ុតទៅពណ៌លឿងយើងត្រូវបដិញពីការ៉ុតមុនបងអត់អាចលឿងទៅការ៉ុតទេតែលឿងទៅការ៉ុតគឺដាក់លឿងហ្នឹងគឺដាក់ចេញទេហ្នឹងហើយការ៉ុតដាក់មកស៊ីលឿងខ្ទេចចឹងទៅយើងត្រូវប្រើការ៉ុតមុនហ្នឹងបងរបៀបដាក់ពណ៌ផ្កាហ្នឹងគឺយើងដំបូងហ្នឹងគឺការ៉ុតហ្នឹងគឺយើងកុំដាក់ឲ្យវាពេញបងប្អូនណាដាក់វាប្រហើនេះនៅសល់
dương đinh bị đứt màu này ha màu xà đó đấy xà đứt màu này vậy nữa tiết trong những prap mình mùa hè đấy mình nhầm đã tục nơi nó xà đó này cái lại cô nó cái dương đại này mà nè cái lại cô lập ca đó dương đại này mà có nó có số đã đây một bạn thế và cọt nữa đã đi po hom trong phổi được đã po nữa như sao xè lịch xem nóต่อมาอะไรแปะกระดาษมั้งไปยังลายมันแปะกระดาษคือยังเวียตกไปสั่งกระดาษมันได้นะเราไปล้างแปะกระดาษนั่นคือยังตกไปสั่งกระดาษยังมาคอมเฟอร์เวียดัดปัดอ่ะการดัดปัดคือยังโบกปอเรืองtớiเวียโจหล่อตีตกไหลนี้ตกซาแล้วพออะไรเนี่ยไหลนึงตกซามั้งนะไหลนึงไทยท่าตะนอไหลตะนอคือเยอะไอ้ตกเวียกระเตงฝนตกซาจังมาไอ้แต่ระเบียบด่าป้อใบเพชรป้อยก็ดังฝนมันแมนยีสำได้เลยตัดกาเตงฝนยังไงไอ้แต่เพชรด่าก็แล้วเวทถ้วยจังก็แล้วนะดัดคือยังถ้วยก็แล้วนังมนอ๋อที่จะให้ดันยังหมอซานะยังไงเดี๋ยวไอ้ถ้วยซาให้ตัวดัดได้กาเดียนะการไอ้ถ้วยซาตัวดัดดัดนั่นคือเล็บอัศราเอาให้ผมดัดเล็บอัศราอ๋อสะนั่นเยอะอัศราตียังถือถ้วยปอนะปอริงจักมุนนะยังไงปอริงซาก็ยังตกด่าตามครอยมั้งนะปอกระรดคือยังด่ารุ่ยร้อนทั้งคนนะไหนปอกระรดrồi tới lại là từ đi tíchยังทายđi tíchนะปอกระรดรุ่ยร้อนเลยเหล่านี้มันยังโดปอนะยังถือเลี้ยงโจสั้นทั้งคนยังเลี้ยงโจลอยสะอาดมั้งนะยังโดปอยังโจปอเหลืองเบิ่มโจเบิ่มเลี้ยงtới việcอัดตาเต้บางคนน่ะจุดเปลี่ยนใจมั้งยังจูบไปมันน่ะจูบความโจลอยสะอาดมั้งนะโอเคgiờ ta muốn ca muốn đồ quá cái dân thời là liên quan cho sân là như về dân đã po lương bông po được đạm mấy không đạm bên này ha không đạm bên năng từ cửa đầu thế cái dân từ đạm bên này hồ vinh của nó này đạm đi khang trong rồi lập hồ vinh á đấy ta mày to nó còn thằng cho lợn trắng dân thời đạm bị trong đi hồ vinh đạm bị trong hơi tọt móคือai về rốt sọp cái này năng cònไอ้รถปีจองนั่งเตอร์เวทสอบจมวยดังปอกรถยังหนักบนนั่งนะยังไงได้ดิงมาđãปอนั่งก็ยืดโถยืดแล้วนะปอเรืองนะปอเรืองนั่งโถเรืองกายได้จอบนะปอเรืองโถยืดติปอเรืองนั่งคือจะปอมวยได้ขนมจะนำปอได้ปีบะด่าได้ของผมนะบทสวดเต้คือจอบหล่อเต้ปอเรืองนั่งสำหรับด่าแมนด่าตรำนั่งให้กี่ชุบด่าเต็มผมด่าเฮียนะนางผมนะเนี่ยด่าหัวมาจังอ่ะด่าเยอะกันเลยปอกรดนั่งมายังหนักจังมันปอวิโจเนี่ยสะอาดตั้งผมไหลนั่งจังมันยังถือด่าปอกรดนั่งลาวิสราไหลกันนอนั่งนะ
ដើម្បីឲ្យសកិនពណ៌លឿងចូលមកលើពណ៌ក្រត់ឲ្យអាពណ៌ហ្នឹងរត់ចូលគ្នាបងឲ្យពណ៌ពីរហ្នឹងវាស៊ីគ្នានេះចាំបងពេលស៊ីគ្នាអញ្ចឹងយើងមើលអត់ដឹងទេថាកន្លែងណាតំណបងណាហ្នឹងហើយអាហ្នឹងរបៀបធ្វើពណ៌របៀបធ្វើពណ៌វាខុសពីរបៀបតខ្មៅហ្នឹងបងចឹងទៅបងប្អូនខ្លះគាត់អត់ដែររៀនពណ៌គឺគាត់ចេះដាក់ពណ៌ទេយើងចេះដាក់តខ្មៅគឺចេះតខ្មៅទេណានឹងរបៀបដាក់ពណ៌គឺយើងធ្វើដូចគ្នាហ្នឹងមកធ្វើដេញពីក្បាលមកមុនដេញពីចុងនេះមកមុនហ្នឹងបងប្អូនអត់អាចដេញពីនេះទៅទេគឺត្រូវដេញពីនេះមកវិញអូខេធ្វើដេញនេះខ្ញុំមកហាមវីជារង្វង់ចេះសម្រាប់ដាក់ពណ៌ក៏យើងត្រូវរុញពីមុខនេះលើក្រោមណាទៅមុខក្រោយហាមវីជារង្វង់អូខេធ្វើខ្ញុំមកចាំមកមុខក្រោយគ្នាមកហ្នឹងគឺជារបៀបដាក់ពណ៌បងប្អូនទៅចង់ឲ្យបានសម្រាប់បងប្អូនដែលចូលមើលថ្មីកុំភ្លេចជួយ Subscribe អ្នកមួយបងប្អូនហ្នឹងហើយដើម្បីពេលខ្ញុំផុសវីដេអូទៅបានបងប្អូនឃើញភ្លាមហ្នឹងហើយសម្រាប់បងប្អូនជួយ Subscribe ហើយក៏អរគុណច្រើនបងប្អូនហ្នឹងហើយកន្លែងហ្នឹងយើងត្រូវដាក់ឲ្យហៀមណាបងប្អូនដាក់ឲ្យវាផុតមកឲ្យពងលើគ្នាមកណាពងលើគ្នាចឹងទៅយើងមើលដឹងថាកន្លែងណាតំណទេគឺទឹកថ្នាំវារត់បញ្ចូលគ្នាល្អណាចាក់ជូតចឹងមកណាហ្នឹងហើយបើបងប្អូនទៅចាក់ថ្មីហ្នឹងអាសាជូតមើលតិចអាសាប៉ាច់វាអត់ដិតល្អបងប្អូនណាដូចខ្ញុំចាក់ចឹងគឺខ្ញុំចាក់ម្ដងមកខ្ញុំជូតណាបងប្អូនខ្ញុំធ្វើចឹងគឺវាចំណេញពេលយើងអត់ខាតទឹកថ្នាំកាលណាយើងចាក់ជូតលឿនពេកវាខាតទឹកថ្នាំយើងណាបងប្អូនវាដាក់ពណ៌លឿងដូចខ្ញុំប្រាប់ដែរចឹងគឺរុញមួយមកកុំធ្វើលឿនពេកបើបងប្អូនតន់ច្បាស់ទេយើងអាចចាក់ជូតទៅក៏បានដែរគ្រាន់តែវារៀងអស់ទឹកថ្នាំចោះទឹកថ្នាំនឹងចោះกระดาษតិចណាបងប្អូនបើខ្ញុំចាក់យូរហើយខ្ញុំដឹងថាកន្លែងណាវាអត់តន់ដិតឬក៏កន្លែងណាដែលដិតចឹងទៅគឺខ្ញុំចាក់ម្ដងមកខ្ញុំជូតណាបងប្អូននេះចាក់ធ្វើម៉េចឲ្យដល់កែមល្អព្រោះនៅកឹបដល់នេះកឹបដល់ថ្នេរចាក់ធ្វើម៉េចកឹបដល់ថ្នេរអាចង់ចូលយើងហ្នឹងញុលឲ្យដល់ថ្នេរឲ្យវាសកិនលើថ្នេរមកក៏បានដែរអីទេតែយើងបើយើងអត់ដល់ថ្នេរអាហ្នឹងអត់ស្អាតទេណាបងប្អូនកន្លែងហ្នឹងគឺយើងញីពីលើអាពណ៌ក្រត់ហ្នឹងមកដើម្បីអាពណ៌ពីរហ្នឹងវាជាន់គ្នាល្អដើម្បីវារត់ចូលគ្នាពណ៌លឿងវាច្រើនចាក់ដងដបងចឹងអត់តន់ឃើញទេបងប្អូនឃើញក្រហមពណ៌លឿងហ្នឹងណាតែបងប្អូនកុំឆ្ងល់អាហ្នឹងអត់អីទេគឺវាជាប់ហើយតែគាត់ថាយើងចាក់ដងដបងហ្នឹងក៏វាឃើញក្រហមចឹងឯងអាហ្នឹងធម្មជាតិពណ៌លឿងចឹងឯងដោយសារតែពណ៌ហ្នឹងវាចាញ់ឈាមវាឃើញក្រហមដល់ពេលតតែវាស្ងួតឈាមអស់ទៅវាលែងចេញឈាមវាស្ងួតទៅចាប់ដើមវាឡើងពណ៌លឿងបងប្អូនឡើងច្បាស់ល្អហ្មងចាក់ប៉ុណ្ណឹងហ្នឹងទៅគឺអត់ចេះតបៅទេណាបងប្អូនកុំញីតែញីដូចខ្ញុំចឹងញីតែមួយហើយយើងចេះខិតទៅមុខរហូតណាបងប្អូនមិនញីមួយហ្នឹងហើយមួយទៀតហ្នឹងស្ពប់ពីហ្នឹងទៅអត់ទេគឺយើងញីសកិនលើគ្នាសកិនវាពីលើគ្នាហើយយើងចេះតែខិតលួចវាទៅមុខហ្នឹងសម្រាប់ដាក់វាដាក់ពណ៌យើងញីចឹងហើយកុំញីវាតែហើយកុំញីវាទៅឆ្ងាយពីគ្នាពេកយើងញីក្បែរគ្នាហ្នឹងតែលួចទៅខិតទៅមុខហ្នឹងណាធ្វើដូចខ្ញុំចឹងមក
បងប្អូននៅដែរដាក់បងប្អូនគិតថាវាអត់ជាប់ទេឃើញវាក្រហមមកតែពិតអានោះវាជាប់ហើយបងប្អូនកុំឆ្ងល់ដល់ពេលបងប្អូនឃើញអត់ជាប់អញ្ចឹងចេះតែដាក់ចេះរុកទៅពេលវាទៅបៅពណ៌លឿងហ្នឹងតើទៅបៅតែឡើងកម្រក្រាស់ហ្នឹងតើវារបកកម្រមកគឺដាច់ពណ៌ទៅតាមហ្នឹងហើយអញ្ចឹងទៅយើងកុំដាក់វាច្រើនណាដាក់តែមកជាប់ហើយអូខេបងប្អូនឥឡូវនេះការងារផ្កាយើងឃើញចឹងបងប្អូនគឺมันពិបាកហើយក៏มันស្រួលប្រហែលដែរបងប្អូននេះងាយហ្នឹងហើយសម្រាប់បងប្អូនទស្សនាវីដេអូហ្នឹងគឺសង្ឃឹមថាអាចធ្វើបានបងប្អូនហ្នឹងហើយ